បាទសូមគោរពជំរាបសួរលោកអ្នកបងប្អូនខ្ញុំពិតជាអរគុណព្រះអង្គសម្រាប់លោកអ្នកបងប្អូនមែនទែនដែលនៅទីនេះហើយមិនគ្រាន់តែអរគុណព្រះអង្គសម្រាប់បងប្អូនដែលនៅទីនេះតែប៉ុណ្្នឹងទេប៉ុន្តែខ្ញុំអរគុណព្រះអង្គសម្រាប់អ្នកជឿទាំងអស់ដែលនៅក្នុងខេត្តបាត់ដំបងនៅក្នុងប្រទេសកម្ពុជាទាំងមូលអេមែនយើងអរគុណព្រះអង្គសម្រាប់គ្នាទៅវិញទៅមកខ្ញុំនឹកចាំពីជីវិតលោកសាវកពូលគាត់ជាមនុស្សដែលបម្រើព្រះអង្គហើយស្រឡាញ់ព្រះអង្គមែនទែនគាត់បានធ្វើគំរូមួយដែលខ្ញុំរៀនបានថ្មីនេះគាត់តែងតែមានចិត្តអរគុណព្រះអង្គសម្រាប់ពួកជំនុំសម្រាប់អ្នកជឿមិនថាទីចិត្តទីឆ្ងាយគាត់តែងតែមានចិត្តអរគុណព្រះអង្គគាត់អត់មានប្រកួតប្រជែងជាមួយអ្នកជឿណាទេអ្នកបម្រើព្រះអង្គណាទេប៉ុន្តែគាត់អរគុណព្រះអង្គសម្រាប់អ្នកជឿទាំងអស់ដែលនៅទីនេះអេមែនសូមប្រាប់នៅក្បែរយើងតិចបានថាខ្ញុំអរគុណព្រះអង្គសម្រាប់អ្នកដែរខ្ញុំអរគុណព្រះអង្គខ្ញុំពិតជាអរគុណព្រះអង្គសម្រាប់អ្នកអេមែននៅព្រឹកនេះយើងនិយាយពីការផ្លាស់ប្រែពាក្យសម្ដីសប្តាហ៍មុនយើងនិយាយពីផ្លាស់ប្រែគំនិតឥឡូវនេះយើងនិយាយពីពាក្យសម្ដីបងប្អូនប្រមាណអ្នកដឹងខ្លួនថាលើកទឹកចិត្តគេក៏ចេះខ្លួនឯងណាខ្ញុំក៏ចេះលើកទឹកចិត្តគេខ្ញុំក៏ចេះជេរគេខ្ញុំក៏ចេះនិយាយដើមគេខ្ញុំក៏ចេះនិយាយល្អពីគេខ្ញុំក៏ចេះសរសើរខ្ញុំក៏ចេះបង្អាប់ខ្ញុំក៏ចេះប្រទានពរហើយខ្ញុំក៏ចេះបចោចេះទាំងអស់បើអ្នកណាថាអត់ចេះខ្ញុំអត់ជឿទេខ្ញុំត្រូវការព្រះអង្គផ្លាស់ប្រែខ្ញុំមិនមែនខ្ញុំឈរនៅមុខបងប្អូនខ្ញុំប្រកែជាបងប្អូនទេខ្ញុំត្រូវការព្រះអង្គផ្លាស់ប្រែពាក្យសម្ដីខ្ញុំនៅទីនេះប្រហែលអ្នកដឹងខ្លួនថាត្រូវការព្រះអង្គផ្លាស់ប្រែពាក្យសម្ដីយើងអេមែនអរគុណដែលស្មោះត្រង់មេរៀននេះសម្រាប់បងប្អូនដែលចង់ផ្លាស់ប្រែពាក្យសម្ដីរបស់យើងនៅព្រឹកនេះហើយខ្ញុំពិតជារំភើបមែនទែនបើសិនបើបងប្អូនគិតថាខ្ញុំអត់ត្រូវការទេខ្ញុំល្អហើយមេរៀននឹងមិនសម្រាប់បងប្អូនទេមេរៀននេះសម្រាប់តែយើងចង់ផ្លាស់ប្រែតែប៉ុណ្ណោះប៉ុន្តែខ្ញុំជឿថាក្រុមជំនុំយើងនៅព្រឹកនេះទាំងអស់គ្នាយើងចង់ផ្លាស់ប្រែឲ្យរីកចម្រើនថែមទៀតអេមែនសូមប្រាប់នៅក្បែរយើងថាខ្ញុំចង់រីកចម្រើនថែមទៀតបងប្អូនប្រមាណអ្នកនៅទីនេះដែលគិតថាជាទូទៅណាជាទូទៅគិតថារាល់ថ្ងៃមនុស្សប្រុសនិយាយច្រើនជាងមនុស្សស្រីឬមនុស្សស្រីនិយាយច្រើនជាងសូមគិតមួយខ្ញុំសូមគិតមួយគ្នាជាមធ្យមរាល់ថ្ងៃតើមនុស្សស្រីនិយាយច្រើនជាងមនុស្សប្រុសឬមនុស្សប្រុសនិយាយច្រើនជាងមនុស្សស្រីឥឡូវប្រហែលអ្នកជឿថាជាទូទៅមនុស្សស្រីនិយាយច្រើនជាងលើកដៃអូនេះច្រើនដែរអូប្រហែលអ្នកជឿថាភាគច្រើនមនុស្សប្រុសនិយាយច្រើនជាងលើកដៃអូខេមានតិចមែនទែនបាទតាមការសិក្សាជាមធ្យមមនុស្សស្រីគឺនិយាយច្រើនជាងមនុស្សស្រីនិយាយមួយថ្ងៃជាមធ្យម17000ពាក្យដែលគាត់និយាយ17000ពាក្យច្រើនទេច្រើនតែដៃដល់ស្រីមួយតាមការសិក្សាមួយទៀតបានបញ្ជាក់ថាមនុស្សប្រុសនិយាយ16000ពាក្យតែប៉ុណ្ណោះខុសគ្នាប៉ុន្មាន1000ទេអញ្ចឹងគាត់និយាយច្រើនទេតាផ្ទះដៃឲ្យប្រុសមួយសរុបមកយើងនិយាយច្រើនដូចគ្នាគាត់ថាមនុស្សស្រីច្រើនជាងមនុស្សប្រុសជាមធ្យមហើយខ្ញុំចង់សួរមួយទៀតតើប្រហែលអ្នកតាំងពីងើបពីព្រឹកឡើងអត់ទាន់បាននិយាយមួយម៉ាត់សោះលើកដៃមើលអត់ទាន់បាននិយាយម៉ាត់សោះខ្ញុំអត់ជឿបាទអរគុណមានមីងម្នាក់គាត់ថាមីងគាត់អត់ទាន់បាននិយាយមួយម៉ាត់សោះប៉ុន្តែមកព្រឹកនេះខ្ញុំគិតថាខ្ញុំនិយាយដូចចង់10000ម៉ាត់ហើយដឹង
rạp khi nhóm mấy nè ok dương tụi ông nó sợ chơi gì còn thành vậy trao rừng vậy tịch ai bắt nó dương vậy pi cà phê pre pi sầm đầy bao giờ nếu chơi trao mình bảo con thật trâu trao đây chúng ta dương vậy trao khó có trao này mình chưa nghe hãy nãy vậy tịch ai không tịch chiền bàn tay tịch rừng trao khô bà khô bà trâu trâuวันนั้นថ្ងៃនេះយើងចង់មើលព្រះបន្ទូលព្រះអង្គថាតើព្រះបន្ទូលព្រះអង្គនៅក្នុងសុភាសិតនិយាយថាម៉េចស្លាយអត់ដែរអូនតោះនៅខាងលើមកសូមអានមួយខ្ញុំណាខ្ញុំរកដល់3 1 2 3ទោះទាំងសេចក្តីស្លាប់ហើយនឹងជីវិតក៏នៅក្នុងអំណាចនៃអណ្ដាតដែរអ្នកណាដែលចូលចិត្តប្រើនោះនឹងស៊ីផលនៃអណ្ដាតនោះឯងwow ទាំងជីវិតទាំងសេចក្តីស្លាប់វានៅក្នុងអំណាចនៃអណ្ដាតរបស់យើងនៅអណ្ដាតរបស់យើងចឹងអណ្ដាតយើងមានអំណាចទេមិនមែនជាតែកលោះណាទាំងសេចក្តីស្លាប់ទាំងជីវិតវាចេញពីអណ្ដាតមកដែរដូចខ្ញុំនិយាយចឹងជេរក៏យើងចេះនិយាយល្អក៏យើងចេះនិយាយអាក្រក់ក៏យើងចេះនិយាយដើមក៏ចេះនិយាយអាក្រក់ក៏ចេះថាតើយើងចង់ឲ្យព្រះអង្គប្រើយើងនៅក្នុងនិយាយអាក្រក់ឬនិយាយល្អក៏ពេលនិយាយច្បាស់ថាមានអំណាចចេញពីអណ្ដាតរបស់យើងបើអត់អណ្ដាតយើងអត់កើតទេនិយាយទៅលល់ស្ដាប់អត់បានប៉ុន្តែយើងមានអណ្ដាតហើយសំណួរសួរថាខ្ញុំនិងលោកអ្នកបងប្អូនដែលមានអណ្ដាតនេះអ្នកណាមកគ្រប់គ្រងអណ្ដាតយើងឲ្យខ្ញុំទៅគ្រប់គ្រងអណ្ដាតបង្រាត្រូវគ្រប់គ្រងអណ្ដាតខ្លួនឯងខ្ញុំគ្រប់គ្រងអណ្ដាតខ្លួនឯងបើសុំលៀនអណ្ដាតដាក់គ្នាមួយបានទេនិយាយលេងយើងសូមមានអណ្ដាតសំណួរសួរថាអ្នកណាមកគ្រប់គ្រងអណ្ដាតខ្ញុំចម្លើយស្រួលយល់គឺខ្ញុំគ្រប់គ្រងអណ្ដាតខ្លួនខ្ញុំត្រូវអត់សម្រាប់នៅក្បែរយើងបានខ្ញុំគ្រប់គ្រងអណ្ដាតខ្លួនខ្ញុំដាក់គាត់ជាមួយបាទយើងគ្រប់គ្រងអណ្ដាតខ្លួនយើងខ្ញុំចង់លោកអ្នកបងប្អូនគិតមួយដោយសារព្រះបន្ទូលព្រះអង្គថាសេចក្តីស្លាប់និងជីវិតវាចេញពីអណ្ដាតមកពាក្យរបស់យើងមកមិនអញ្ចឹងទេពាក្យសម្ដីរបស់យើងខ្ញុំចង់បងប្អូនគិតសំណួរមួយតើថ្មីនេះយើងបានទទួលបទពិសោធន៍ការលើកទឹកចិត្តពីអ្នកដទៃដែរឬទេសំណួរអញ្ចឹងគិតមួយណាតើថ្មីនេះខ្ញុំបានទទួលការលើកទឹកចិត្តពីអ្នកណាដែរឬទេគិតឡើងវិញប្រហែលជាអ្នកខ្លះបានទទួលការលើកទឹកចិត្តពីអ្នកដែលនៅក្បែរយើងនៅកន្លែងការងារនៅគ្រួសារគាត់និយាយទៅធ្វើឲ្យយើងមានកម្លាំងចិត្តឬទទួលការលើកទឹកចិត្តឬក៏ការសរសើរសំណួរមួយទៀតតើថ្មីនេះយើងបានទទួលពាក្យដែលនាំឲ្យយើងបាក់ទឹកចិត្តដែរឬទេប្រហែលជាអត់ប្រហែលជាមានអូខេសរុបមកវិញយើងរស់នៅជាមួយមនុស្សដែលនៅជុំវិញយើងបើយើងរស់នៅលើភ្នំម្នាក់ឯងអត់អីទេខ្លាយទៅជាតាបោះយាយបោះអានឹងរឿងផ្សេងប៉ុន្តែព្រះបានដាក់យើងនៅក្នុងសហគមន៍ក្នុងគ្រួសារក្នុងភូមិនៅកន្លែងការងារហើយគ្រប់គ្នាសុទ្ធតែចេះនិយាយចាំបានព្រះគម្ពីរថាម៉េចរហ័សនឹងស្ដាប់ក្រនឹងនិយាយដោយសារអីកាពីដឹងថាយើងប្រកែកនិយាយជាងស្ដាប់ចឹងគ្រប់គ្នាចេះនិយាយមកប៉ុន្តែនិយាយយ៉ាងណានោះអានឹងរឿងផ្សេងអណ្ដាតរបស់យើងនាំទាំងសេចក្តីស្លាប់ទាំងជីវិតនៅក្នុងជីវិតរបស់យើងមានពេលវេលាខ្ញុំធ្លាប់ទទួលការលើកទឹកចិត្តច្រើនពីអ្នកដទៃទៀតពីអ្នកដឹកនាំខ្ញុំពីមិត្តភ័ក្តិពីគ្រួសារខ្ញុំប្រពន្ធខ្ញុំទទួលការលើកទឹកចិត្តច្រើនពាក្យខ្លះខ្ញុំត្រូវការលឺមកខ្ញុំត្រូវការគាត់បញ្ជាក់ប៉ុន្តែនៅក្នុងជីវិតខ្ញុំក៏ខ្ញុំធ្លាប់ទទួលការបាក់ទឹកចិត្តដោយពាក្យសម្ដីអ្នកដទៃដែរប៉ុន្តែរឿងនេះសំខាន់
រឿងនេះសំខាន់ថ្ងៃនេះនៅថ្ងៃស្អែកបងប្អូននឹងបន្តជួបទាំងពាក្យលើកទឹកចិត្តនិងពាក្យបាក់ទឹកចិត្តប៉ុន្តែនៅពេលដែលយើងបាក់ទឹកចិត្តហើយយើងបាក់រហូតដល់អត់ទេបើធ្លាប់បាក់ទឹកចិត្តដោយពាក្យសម្ដីអ្នកដទៃកុំបាក់ទឹកចិត្តយូរពេកអេមែនទេពីព្រោះគ្រប់គ្នាមានកំហុសយើងក៏និយាយឲ្យគេបាក់ទឹកចិត្តគេក៏ធ្លាប់និយាយឲ្យយើងបាក់ទឹកចិត្តដែរប៉ុន្តែបើបាក់ទឹកចិត្តហើយកុំបាក់ទឹកចិត្តយូរពេកបើខឹងគេកុំខឹងយូរពេកបើអន់ចិត្តកុំអន់ចិត្តយូរពេកអេមែនទេត្រូវតែមានកម្លាំងឡើងហើយសម្លឹងទៅកាន់ព្រះជាម្ចាស់អេមែនលោកអ្នកបងប្អូននៅក្នុងភាសាខ្មែរយើងឃ្លាមួយនិយាយថានៅម្នាក់ឯងឲ្យយើងប្រយ័ត្នជាមួយគំនិតរបស់យើងពេលយើងនៅម្នាក់ឯងហើយអត់នៅម្នាក់ឯងប្រយ័ត្នមួយគំនិតដល់ពេលនៅជាមួយញាតិមិត្តឲ្យប្រយ័ត្នសម្ដីនៅម្នាក់ឯងប្រយ័ត្នគំនិតឲ្យមែនទែនគ្រូពុកក៏ព្រះអាទិត្យមុនតែដឹងគំនិតឥឡូវនៅជាមួយញាតិមិត្តនេះនៅជាមួយក្រុមជំនុំគ្រួសារកន្លែងការងារយើងប្រយ័ត្នអីប្រយ័ត្នសម្ដីរបស់យើងហើយអត់មានអ្នកណាមកគ្រប់គ្រងអណ្ដាតខ្ញុំក្រៅពីខ្លួនខ្ញុំទេខ្ញុំអត់ទៅគ្រប់គ្រងអណ្ដាតរបស់លោកគ្រូពិសិដ្ឋទេគ្រូពិសិដ្ឋក៏មិនមកគ្រប់គ្រងអណ្ដាតខ្ញុំដែរយើងទាំងអស់គ្នាមានការទទួលខុសត្រូវចំពោះអណ្ដាតរបស់យើងការដែលយើងនិយាយចេញទៅអាចនាំនៅសេចក្តីស្លាប់ផងឬក៏នាំនៅជីវិតផងតែកើតឡើងខ្ញុំចង់ឲ្យបងប្អូនបានគិតបន្តិចជាសំណួរឆ្លោះបញ្ចាំងមួយជាមួយគ្នាហើយបន្ទាប់មកបងប្អូនមានពេលស្ងប់ស្ងាត់បន្តិចសំណួរសួរថាតើពេលណាជាពេលចុងក្រោយដែលព្រះជាម្ចាស់បានរំលឹកយើងឬកែតម្រូវយើងនៅក្នុងរបៀបដែលយើងនិយាយរបៀបណាពេលណាជាពេលចុងក្រោយសូមលោកអ្នកបងប្អូនបានឥឡូវបានបិទភ្នែកបន្តិចសញ្ជឹងគិតមួយគ្នាសូមបានបិទភ្នែកមួយគ្នាតើពេលណាជាពេលចុងក្រោយដែលព្រះជាម្ចាស់បើកសម្ដែងឬរំលឹកអំពីអំពើបាបដោយពាក្យសម្ដីរបស់ខ្ញុំសូមបន្តបិទភ្នែកហើយគិតជាមួយគ្នាតើពេលណាជាពេលចុងក្រោយដែលព្រះជាម្ចាស់រំលឹកយើងបើកសម្ដែងមកកាន់យើងអំពីអំពើបាបដោយព្រោះពាក្យសម្ដីមិនបានកោតខ្លាចព្រះអង្គឬក៏មិត្តភ័ក្តិឬក៏មនុស្សគេប្រាប់យើងអំពីពាក្យសម្ដីរបស់យើងដែលមិនត្រឹមត្រូវប្រសិនបើលោកអ្នកបងប្អូនដឹងថាខ្លួនឯងត្រូវការសុំទោសមកពីព្រះអង្គខ្ញុំលើកទឹកចិត្តបងប្អូនសុំនិយាយទៅកាន់ព្រះអង្គពេលនេះសូមនិយាយទៅកាន់ព្រះអង្គទូបង្គំសុំទោសព្រះអង្គតែទូបង្គំម្សិលមិញឬក៏សប្តាហ៍មុនបាននិយាយបែបនេះមិនបានកោតខ្លាចព្រះអង្គមិនបាននិយាយនាំជីវិតទៅកាន់អ្នកដទៃមិនបានថ្វាយស្រីល្អទៅកាន់ព្រះអង្គតាមរយៈពាក្យសម្ដីរបស់ទូបង្គំសូមមានពេលស្ងប់ស្ងាត់ជាមួយព្រះអង្គហើយសូមទោសព្រះអង្គហើយសូមឲ្យព្រះអង្គបានផ្លាស់ប្រែលោកអ្នកបងប្អូនសូមបន្តស្ងប់ស្ងាត់ព្រះសូមអត់ទោសដល់ទូបង្គំទាំងពាក្យសម្ដីដែលមិនបានថ្វាយស្រីល្អទៅកាន់ព្រះអង្គដែលនិយាយមិនបាន
លើកដំកើងបណ្ឌិតព្រះអង្គមិនបាននិយាយសេចក្តីពិតទៅកាន់អ្នកដែលនៅជុំវិញសូមអត់ទោសដល់ទូបង្គំនិងក្រុមជំនុំពួកជំនុំព្រះអង្គនៅព្រឹកនេះហើយសូមជួយទូបង្គំយើងខ្ញុំម្នាក់បន្តផ្លាស់ប្រែក្នុងការនិយាយដែលនាំមកនៅជីវិតមិនមែនសេចក្តីស្លាប់សូមឲ្យទូបង្គំចេះគ្រប់គ្រងអណ្ដាតរបស់ទូបង្គំគុណត្រូវការព្រះអង្គគុណត្រូវការព្រះអង្គជួយទូបង្គំក្នុងការផ្លាស់ប្រែអរគុណព្រះអង្គក្នុងព្រះនាមព្រះយេស៊ូវអាមែនសូមរងបានបិទភ្នែកឡើងខ្ញុំបានគូររូបនេះបងប្អូនមើលឃើញហើយរូបអីគេបាទខ្មោចតំណាងអីតំណាងសេចក្តីស្លាប់ព្រឹកមិញខ្ញុំគូព្រឹកមិញខ្ញុំសួរគ្រូភ័ស្តុថារូបនេះស្អាតគាត់ថាបានស្អាតហើយប៉ុណ្ណឹងបើគ្រូថាស្អាតហើយនេះគឺជារូបភាពតំណាងក្តីស្លាប់លោកអ្នកបងប្អូនហើយនឹងខ្ញុំយើងមានទំនួលខុសត្រូវនៅក្នុងអណ្ដាតរបស់យើងមានទំនួលខុសត្រូវនៅក្នុងគ្រួសារយើងបើយើងអត់ចេះគ្រប់គ្រងអណ្ដាតនិស្ស័យបាបរបស់យើងបន្តនិយាយសេចក្តីស្លាប់ទៅកាន់ប្តីយើងប្រពន្ធយើងកូនយើងអ្នកដឹកនាំយើងបុគ្គលិកយើងមិត្តភ័ក្តិដែលរួមការងាររួមថ្នាក់ជាមួយយើងអ្នកផុកស្រុកអ្នកភូមិយើងងាយនឹងនិយាយសេចក្តីស្លាប់ឯងកើតទេកូនឯងអត់កើតដូចកូនគេទេអ្នកដឹកនាំខ្ញុំមិនកើតទេអូបុគ្គលិកនេះអត់កើតទេលោកអ្នកបងប្អូនសូមប្រយ័ត្នជាមួយពាក្យសម្ដីទាំងសេចក្តីស្លាប់និងជីវិតមានអំណាចនិយាយចេញទៅហើយព្រះជាម្ចាស់ព្រះអង្គសពហត្ថីឲ្យយើងផ្លាស់ប្រែពាក្យសម្ដីរបស់យើងនេះគឺរូបបេះដូងតំណាងឲ្យក្តីស្រឡាញ់និងជីវិតព្រះអង្គសពហត្ថីឲ្យយើងបានផ្លាស់ប្រែអេមែនឲ្យយើងនិយាយពេញដោយជីវិតទៅកាន់អ្នកដទៃទៀតពេញដោយការកោតខ្លាចព្រះអង្គអេមែនហើយសូមរៀនគ្រប់គ្រងអណ្ដាតទាំងអស់គ្នាក្នុងនាមជាក្រុមជំនុំយើងនៅព្រឹកនេះទាំងខ្ញុំដែរយើងរៀនបដូរពីនិយាយសេចក្តីស្លាប់មកកាន់ជីវិតអេមែនហើយខ្ញុំបោះទៅកាន់បងប្អូនអាចហុចចែកគ្នាមើលយើងបន្តទៅមុខទៀតព្រះជាម្ចាស់ព្រះអង្គសពហត្ថីឲ្យយើងបានផ្លាស់ប្រែហើយនៅពេលដែលយើងផ្លាស់ប្រែពាក្យសម្ដីរបស់យើងសំណួរសួរថាបើសិនជាព្រះអង្គសពហត្ថីឲ្យខ្ញុំបានផ្លាស់ប្រែក្នុងពាក្យសម្ដីរបស់ខ្ញុំគ្រប់គ្រងអណ្ដាតរបស់ខ្ញុំតើខ្ញុំរៀនពីអ្នកណាគេប្រហែលជាមានមនុស្សមួយចំនួនដែលយើងរៀនបានពីគាត់ប៉ុន្តែនៅព្រឹកនេះខ្ញុំចង់អញ្ជើញបងប្អូនទាំងអស់គ្នារៀនពីព្រះយេស៊ូវទាំងអស់គ្នាអេមែនបើយើងដើរតាមព្រះយេស៊ូវយើងរៀនពីព្រះយេស៊ូវអេមែនចំណុចទី1ព្រះអង្គមានបន្ទូលដោយក្តីស្រឡាញ់ព្រះយេស៊ូវជាព្រះដែលមានបន្ទូលដោយក្តីស្រឡាញ់សូមនិយាយមួយខ្ញុំក្តីស្រឡាញ់អេមែនតែយើងអានកាពីមួយគ្នាម៉ាថាយចំពុក11ខ28អស់អ្នកដែលនឿយព្រួយហើយផ្ទុកធ្ងន់អើយចូលមកឯខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាកព្រះអង្គពេញដោយក្តីស្រឡាញ់ព្រះអង្គអញ្ជើញមនុស្សដែលនឿយព្រួយព្រះអង្គទទួលគេមិនថាគេជាអ្នកណាទេមិនថាគេស្អប់ព្រះអង្គគេស្រឡាញ់ព្រះអង្គគេដើរតាមព្រះអង្គឬគេបដិសេធព្រះអង្គឬគេអ្នកណាក៏ដោយព្រះអង្គអញ្ជើញគេនេះគឺជាព្រះបន្ទូលដែលពេញដោយក្តីស្រឡាញ់ព្រះអង្គអត់បដិសេធអ្នកណាទេព្រះអង្គពេញដោយក្តីស្រឡាញ់អេមែននៅពេលដែលយើងគិតអំពីជីវិតយើង
តាក់ទងទៅនឹងព្រះបន្ទូលដែលពេញដោយក្តីស្រឡាញ់ឬពាក្យសម្ដីដែលពេញដោយក្តីស្រឡាញ់តើវាមានលក្ខណៈយ៉ាងម៉េចនៅក្នុងជីវិតយើងរាល់ថ្ងៃលោកអ្នកបងប្អូនយើងអាចចាប់ផ្ដើមនិយាយបន្តនិយាយពាក្យសម្ដីដែលពេញដោយក្តីស្រឡាញ់បានតើពាក្យសម្ដីបែបណាដែលពេញដោយក្តីស្រឡាញ់ឬក៏មានក្តីស្រឡាញ់នៅក្នុងនោះលោកអ្នកបងប្អូនខ្ញុំគិតអំពីពាក្យ3ដែលសាមញ្ញរាល់ថ្ងៃពាក្យ3ម៉ាត់ដែលសំខាន់ឬក៏រឿង3ដែលយើងគួរនិយាយយើងកុំខ្លាចនៅក្នុងការនិយាយចេះអរគុណកន្លែងនេះសំខាន់ណាស់ពេលខ្លះយើងអត់ទម្លាប់និយាយអរគុណយើងរៀននិយាយអរគុណឲ្យបានច្រើនអរគុណព្រះអង្គអរគុណអ្នករួមជំនឿអរគុណអ្នករួមការងារអរគុណដែលគាត់ធ្វើកិច្ចការងារនេះយើងឃើញគាត់យើងអរគុណគាត់អេមែនទេពាក្យហ្នឹងយើងគួរនិយាយឲ្យបានច្រើនហើយពាក្យមួយទៀតដែលពេញដោយក្តីស្រឡាញ់ដែររៀនសុំទោសពេលខ្លះយើងដឹងថាយើងខុសដែរប៉ុន្តែយើងអត់ហ៊ានសុំទោសយើងខ្លាចអន់ឬក៏យើងសុំការអព្យាស្រ័យពីអ្នកដទៃទៀតឬក៏អត់ទោសសុំអព្យាស្រ័យអូខ្ញុំសុំទោសដែលខ្ញុំកន្លែងនៅគ្រួសារខ្ញុំសុំទោសកូនខ្ញុំច្រើនដោយសារខ្ញុំដឹងថាពេលខ្លះខ្ញុំនិយាយអត់ត្រូវពេលដែលខ្ញុំនិយាយហើយគាត់អន់ចិត្តមកខ្ញុំត្រូវតែសុំទោសគាត់វិញខ្ញុំសុំទោសអញ្ចឹងរៀនអរគុណឲ្យច្រើនប្រើអណ្ដាតយើងរៀនអរគុណឲ្យច្រើនហើយរៀនសុំទោសឲ្យបានច្រើនដែរអេមែនមួយទៀតសំខាន់ចេះសរសើរឲ្យបានច្រើនបើយើងអត់ចេះសរសើរទេយើងនឹងចេះបង្អាប់ដូចខ្ញុំនិយាយបង្អាប់ក៏យើងចេះសរសើរក៏យើងចេះអញ្ចឹងយើងរៀនសរសើរឲ្យច្រើនយើងស្គាល់អ្នកណាយើងឃើញអ្នកណាយើងចេះសង្កេតហើយយើងសរសើរអញ្ចឹងពាក្យសាមញ្ញ3នេះបង្ហាញអំពីក្តីស្រឡាញ់អេមែនទេយើងមើលព្រះយេស៊ូវនិយាយឬក៏មានបន្ទូលមួយទៀតដែលយើងអាចរៀនបានព្រះអង្គមានបន្ទូលដោយព្រះគុណព្រះអង្គមានព្រះគុណនៅពេលដែលព្រះអង្គមានបន្ទូលសូមនិយាយមួយគ្នាព្រះគុណអេមែនខ្ញុំសូមនិយាយសាច់រឿងមួយមានរឿងមួយមានស្ត្រីម្នាក់គេតន់នៅឯដំណេកគាត់សាហាយស្មន់ហើយគេបានយកស្ត្រីនឹងមកជួបព្រះយេស៊ូវហើយគេបានចោទប្រកាន់ទៅកាន់ស្ត្រីអ្នកហ្នឹងហើយគេសួរព្រះអង្គតើព្រះអង្គគិតម៉េចពីស្ត្រីហ្នឹងហើយព្រះអង្គមានបន្ទូលទៅសេនៅដីព្រះអង្គសួរថាអ្នកណាដែលអត់មានបាបនៅកន្លែងនេះគប់ស្ត្រីម្នាក់ហ្នឹងចុះស្រាប់តែហ្វូងមនុស្សគេដឹងថាខ្លួនគេមានបាបគេបានដើរចេញតាំងពីមនុស្សចាស់រហូតដល់ក្មេងជាងគេដើរចេញមានតែស្ត្រីនឹងជាមួយព្រះយេស៊ូវទេហើយពេលហ្នឹងព្រះអង្គមានបន្ទូលមិនព្រះអង្គសួរទៅកាន់នាងថានាងទូលឆ្លើយថាគ្មានទេលោកម្ចាស់រួចព្រះយេស៊ូវមានបន្ទូលទៅថាខ្ញុំក៏មិនកាត់ទោសនាងដែរអញ្ជើញទៅចុះតែកុំធ្វើបាបទៀតឡើយមនុស្សជាច្រើនគេបានដើរចេញដោយគេដឹងថាគេក៏មានបាបដែរហើយព្រះយេស៊ូវព្រះអង្គអត់កាត់ទោសនាងទេអញ្ជើញទៅចុះកន្លែងនេះយើងរៀនបានព្រះជាម្ចាស់ព្រះអង្គមានបន្ទូលពេញដោយព្រះគុណហើយខ្ញុំគិតអំពីខ្លួនខ្ញុំពេលខ្លះខ្ញុំងាយនឹងប្រកាន់ទោសអ្នកដទៃខ្ញុំសារភាពខ្ញុំងាយនឹងប្រកាន់ទោសគេទាំងអស់គ្នាដូចខ្ញុំអត់បាច់លើកដៃទេដូចខ្ញុំអត់ប្រកាន់ទោសគេទាំងពេលខ្ញុំបើកបរលើផ្លូវនៅក្នុងគ្រួសារនៅកន្លែងការងារនៅកន្លែងដែលខ្ញុំទៅចុះបងប្អូនវិញឃើញខ្លួនឯងងាយប្រកាន់ទោសអ្នកដទៃអត់ឬចាប់កំហុសអ្នកដទៃអត់ដែលយើងកាន់ជាប់នៅនឹងយើងមិនងាយអត់ទោសឲ្យខ្ញុំខឹងគាត់និយាយកាលពី30ឆ្នាំមុន
គាត់និយាយពាក្យនេះមកកាន់ខ្ញុំឧទាហរណ៍ចឹងចុះខ្ញុំខឹងគាត់ដោយព្រោះតែគាត់និយាយបែបនេះកាលពី70ឆ្នាំមុនឬ7ឆ្នាំមុនគាត់និយាយបែបនេះគឺខ្ញុំខឹងគាត់ឬក៏គាត់ធ្វើសកម្មភាពបែបនេះខ្ញុំក្តៅក្រហាយមកគាត់ខ្ញុំខឹងគាត់អត់ទាន់បាត់ទេលោកអ្នកបងប្អូនខ្ញុំត្រូវឆែកចិត្តរបស់ខ្ញុំបើមិនប្រយ័ត្នទេខ្ញុំមិនបានរៀនពីព្រះយេស៊ូវហើយខ្ញុំងាយនឹងប្រកាន់ទោសទៅកាន់អ្នកដទៃប៉ុន្តែអ្វីដែលយើងរៀនបានអំពីព្រះយេស៊ូវព្រះអង្គមានបន្ទូលពេញដោយព្រះគុណព្រះអង្គមិនងាយនឹងប្រកាន់ទោសហើយនៅក្នុងជីវិតយើងដូចគ្នាដែរកំហុសអ្នកដទៃនៅពេលដែលព្រះអង្គអត់ទោសឲ្យគេហើយយើងគួរអត់ទោសឲ្យគេដែរទៅអេមែនទេបើព្រះអង្គអត់ទោសដល់អ្នកណាម្នាក់យើងគួរអត់ទោសដល់គេដែរទៅយើងក៏ត្រូវការការអត់ទោសអ្នកដទៃទៀតក៏ត្រូវការការអត់ទោសដែរយើងរៀននិយាយពេញដោយការអត់ទោសពេញដោយការអព្យាស្រ័យយោគយល់លើកលែងអេមែនកុំខ្លាយជាមនុស្សដែលងាយនឹងប្រកាន់ទោសងាយនឹងចាប់កំហុសងាយនឹងអ្នកដាក់អ្នកដទៃចុះជួនទៅយើងយកកំហុសអ្នកណាម្នាក់ពី20ឆ្នាំមុនមកកំណត់គាត់នៅថ្ងៃនេះនឹងជីវិតរបស់គាត់ទៅមុខទៀតអត់អញ្ចឹងទេកំហុសអ្នកខ្លះគេបានធ្វើគេដោះស្រាយមួយព្រះអង្គគេដើរនៅក្នុងជីវិតគេជីវិតយើងដូចគ្នាដែរកុំអោយកំហុសរបស់យើងពីម្សិលមិញកំណត់យើងនៅថ្ងៃនេះនឹងថ្ងៃខាងមុខទៀតបើព្រះអង្គអត់ទោសឲ្យយើងហើយយើងក៏គួរអត់ទោសឲ្យខ្លួនឯងបើព្រះអង្គអត់ទោសដល់គេហើយយើងក៏គួរអត់ទោសដល់គេដែរអេមែនទេថ្មីនេះខ្ញុំឃើញព័ត៌មានច្រើនអត់ដឹងបងប្អូនបានឃើញដូចខ្ញុំអត់ពេលដែលគេបើកបរនៅលើដងផ្លូវឡានពេលខ្លះដេញបុកគ្នាមកដេញបុកម៉ូតូពេលខ្លះទៅគៀឡានយកមកខឹងឡានពេលខ្លះទៅគៀម៉ូតូដោយសារខឹងម៉ូតូតាក់ទងនឹងការបើកបរពេលខ្លះឡានបុកឡានដូចគ្នាដោយសារខឹងគ្នាពេលខ្លះឡានទៅបុកអេសកាកាយដីនោះទៅបុកអេសកាដោយសារខឹងគ្នាដោយពាក្យសម្ដីកន្លែងនេះបងប្អូនសុំមើលសង្គមរបស់យើងមនុស្សប្រកាន់គ្នាណាមនុស្សប្រកាន់ណារឿងតិចតួចឯងមិនក៏សផ្លេលឺម៉េះជួននៅគ្នាដាក់ដៃទៅវាច្រឡំសផ្លេក៏មានដែរជួនទៅគាត់សផ្លេដោយចេតនាមែនប៉ុន្តែមិនគួរប្រកាន់គាត់ទេមនុស្សម្នាក់នៅកន្លែងខុសគ្នាតែការងារយើងត្រូវរៀនអត់ទោសអធ្យាស្រ័យឲ្យបានច្រើនហើយប្រើពាក្យសម្ដីឲ្យសមរម្យអត់អីទេបងអើយឬក៏ហេឯងក៏ឆ្លើយបែបឬក៏ហេប្រយ័ត្នដែរឬក៏បងអត់អីទេអញ្ជើញចុះខុសគ្នាណាដាតយើងឡើយខ្ញុំសួរសំណួរមួយណាល្អជាងនិយាយឲ្យសឹមគិតឬគិតឲ្យសឹមនិយាយគិតឲ្យចាំវាចាប៉ុន្តែជាទូទៅខ្ញុំឃើញខ្លួនឯងខ្ញុំនិយាយឲ្យបានខ្ញុំគិតតាមក្រោយបងប្អូនឃើញខ្លួនឯងចឹងទេយើងត្រូវការរីកចម្រើនអេមែនយើងត្រូវការព្រះអង្គបានផ្លាស់ប្រែយើងពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងការប្រើប្រាស់ពាក្យសម្ដីរបស់យើងអេមែនណាតយើងអ្នកណាគ្រប់គ្រងគឺយើងហើយយើងថ្វាយជីវិតយើងទាំងអស់ទៅកាន់ព្រះអង្គដើរតាមព្រះអង្គមិនមែនថ្វាយទាំងដៃទាំងជើងថ្វាយទាំងណាតដែរថ្វាយទាំងណាតដែរដើម្បីឲ្យព្រះអង្គផ្លាស់ប្រែណាតយើងដែរអេមែនទី3យើងរៀនបានពីព្រះយេស៊ូវព្រះអង្គមានបន្ទូលពីសេចក្តីពិតយើងអាចនិយាយបានមកចេះថាសេចក្តីពិតគឺមិនកុហកអត់កុហកអត់បលឹះអត់មូលបង្កាច់អាហ្នឹងយើងអាចនិយាយបានមកជ្រុងទៀតឥឡូវយើងមើលនៅក្នុងព្រះគម្ពីរដដែលដែលយើងមើលសាច់រឿងមិញនាងទូលឆ្លើយថាគ្មានទេលោកម្ចាស់រួចព្រះយេស៊ូវមានបន្ទូលទៅថាខ្ញុំក៏មិនកាត់ទោសនាងដែរគេពេញដោយព្រះគុណអញ្ជើញទៅចោះតែកុំធ្វើបាបទៀតឡើយព្រះអង្គនិយាយពីសេចក្តីពិតកុំធ្វើបាបទៀតមិនមែនថាយើងក្នុងជីវិតយើងឃើញគេធ្វើខុសយើងថាអត់អីទេអត់ខុសទេលួចគេមានអីខុស
bật đen đừng bật chê con tới con không con cu tại dương chê bà cho con tại sao có khôi tay chân rồi chôn tới bà cái vậy đau ông chờ chuyện vậy là ô có tha bàn lúc nào bông bồn tèn nhom tèn lúc nào bông bồn này pe đại dương vậy mình là ô pi nè đầu tiên này cái nón á anh ấy cái hai thầy dương chưa chùm nách này pa nhà ha bên chưa chùm nách này đầm lọt xài đi thử ợtประมาณนี้ทลอมใจดำcái bài lực đấy ông trong pha pre dương amen dây cà bịch dây đầm lay rồi bỏ kia nó không bỏ ông là đâu bây giờ trong dây pi khu bị sắt trong dây tay dây pi chùm nách lộ bỏ con vấn đề bờ quạt miền chùm nách soi nhầm thời phép quạt trăng đây thằng khu sắt cùng hộp sờn với chặt lang lỗ ủi thôi nè anh miền đây nhầm này dây riêng này dây cà bịch đầm bay chui quạt đòi cái đây sro lanh chú nói dương dây cà bịch đấy tay dương ăn sờ lanh quạt ủi thôi chẳng cho nhá dương dây cà bịch đây tay dương ăn sờ lanh anh đang có quạt có đi chùm ra đây hay có ăn men chứ bom non bà hà tây bà ông đây dương bậc cái tha này anh chê dây trời bắt ra xua chật dương sờ lanh quạt xua ọt phongในขนมกับปีเอพิโซดบุญយើងទាំងអស់គ្នាយើងបានរីកធំឡើងរីកចម្រើនឡើងជាមួយរឿងពីរជាមួយក្តីស្រឡាញ់និងសេចក្តីពិតអេមែននៅក្នុងគ្រួសារយើងកន្លែងការងារយើងសហគមន៍យើងសង្គមជាតិរបស់យើងត្រូវការនិយាយការពិតដោយក្តីស្រឡាញ់ផងកុំអោយនិយាយពិតហើយអត់ស្រឡាញ់នៅក្នុងក្រុមជំនុំយើងដូចគ្នាដែរស្រឡាញ់គ្នាបានច្រើនហើយនិយាយការពិតឲ្យបានច្រើនការពិតនឹងនិយាយអំពីគាត់ជាអ្នកណានៅក្នុងព្រះគ្រីស្ទឃើញគាត់មានសក្តានុពលយ៉ាងម៉េចនិយាយអំពីតម្លៃគ្នាទៅវិញទៅមកនិយាយអំពីព្រះបន្ទូលទៅកាន់គ្នាទៅវិញទៅមកអេមែនពីព្រោះយើងត្រូវការសេចក្តីពិតអេមែនពីព្រោះពិភពលោកនេះពេញដោយការភ័ន្តច្រឡំចឹងបានជាព្រះយេស៊ូវមានទូលថាខ្ញុំជាសេចក្តីពិតខ្ញុំជាសេចក្តីពិតអញ្ចឹងនៅក្នុងជីវិតយើងបើគ្មានសេចក្តីពិតទេយើងច្រឡំហ្មងយើងបែកងាងហ្មងយើងត្រូវការសេចក្តីពិតហើយយើងត្រូវការនិយាយសេចក្តីពិតទៅកាន់គ្នាទៅវិញទៅមកមនុស្សយើងមានអារម្មណ៍ច្រើនបងប្អូនមនុស្សយើងមានអារម្មណ៍ច្រើនហើយសួរអារម្មណ៍នឹងចង្រៃអារម្មណ៍អត់ចង្រៃព្រះអង្គបង្កើតមនុស្សឲ្យមានអារម្មណ៍ប៉ុន្តែអារម្មណ៍ខ្លះมันប្រកបត្រូវទេมันគ្រប់ទាំងអារម្មណ៍ទាំងអស់សុទ្ធតែត្រូវទេហើយក៏មិនមែនមកពីព្រះអង្គដែរហើយអារម្មណ៍យើងអាចគ្រប់គ្រងបានបងប្អូនធ្លាប់ពេលដែលបងប្អូនមានអារម្មណ៍មិនល្អបងប្អូនភាគច្រើនបងប្អូននិយាយល្អឬក៏និយាយមិនល្អចេញពេលអារម្មណ៍មិនល្អភាគច្រើនយើងនិយាយចេញទៅអត់សូវល្អដែរពេលអារម្មណ៍យើងអត់ល្អដល់ពេលអារម្មណ៍ល្អយើងហាក់ដូចជាគ្រប់គ្រងដាតយើងបានប្រសើរជាងប៉ុន្តែនៅថ្ងៃនេះខ្ញុំចង់និយាយពីអារម្មណ៍យើងដោយសារអារម្មណ៍យើងមិនមែនពិតទាំងអស់ទេមិនមែនទៅតាមសេចក្តីពិតទេបងប្អូនធ្លាប់ខឹងអ្នកណាម្នាក់ពងមួម៉ៅសារមានមិត្តសម្លាញ់ទេមកអាពងមួម៉ៅនោះលូងអើដល់ពេលមិត្តភក្តិទេមកអាឡូជំរាបសួរយើងគ្រប់គ្រងអារម្មណ៍បានតាអារម្មណ៍យើងគ្រប់គ្រងបានពេលខ្លះយើងនិយាយដោយព្រោះប្រើអារម្មណ៍ច្រើនពេកដោយសារយើងមិនបានគ្រប់គ្រងអារម្មណ៍យើងអាឡូជំរាបសួរអាពងងាប់កមួម៉ៅអាឡូជំរាបសួរដោយសារមនុស្សយើងស្គាល់យើងចេះគ្រប់គ្រងអារម្មណ៍របស់យើងអារម្មណ៍នោះមិនមែនពិតទាំងអស់ទេខ្ញុំរៀនបានមួយអារម្មណ៍របស់យើងដើរតាមសកម្មភាពរបស់យើងដែរពេលខ្លះទៅក្រុមជំនុំដោយអត់ចង់ធ្វើអីសោះគាត់តែទៅស្ដាប់បានហើយមិនបាច់និយាយរកអ្នកណាទាំងអស់អារម្មណ៍ហ្នឹងពេលខ្លះអាចមានប៉ុន្តែបើយើងមានសកម្មភាពយើងទៅយើងជម្រាបសួរពូមីងអ៊ំអូនមានអីខ្ញុំជួយលោកគ្រូគង្វាល
ដល់ចឹងអារម្មណ៍នឹងចាប់ផ្ដើមដើរតាមសកម្មភាពដែរចាប់ផ្ដើមទទួលយកទៅតាមនឹងដែរតែបើថាសកម្មភាពយើងទួយមួយតក់មកទួយមួយតក់មកអារម្មណ៍នឹងចឹងដែរអញ្ចឹងសរុបមកវិញយើងនិយាយពីសេចក្តីពិតហើយសេចក្តីពិតនេះមិនទៀមទាត្រូវតែយើងមានអារម្មណ៍មិនទេអារម្មណ៍យើងពពោះអារម្មណ៍យើងអត់ពិតទាំងអស់ទេពេលខ្លះអារម្មណ៍យើងបន្លំយើងដែរត្រូវអត់ប៉ុន្តែថ្ងៃនេះយើងនិយាយអំពីយើងរៀនពីព្រះអង្គរបៀបយើងប្រើអណ្ដាតពាក្យសម្ដីរបស់យើងទី1ព្រះអង្គមានបន្ទូលដោយអីមិញក្តីស្រឡាញ់ទី2ព្រះអង្គមានបន្ទូលពេញដោយព្រះគុណទី3ពេញដោយសេចក្តីពិតអេមែនក្នុងគ្រួសារលោកអ្នកបងប្អូនគ្រួសារខ្ញុំសហគមន៍យើងកន្លែងការងារយើងសាលារៀនយើងត្រូវការពាក្យសម្ដីត្រូវការឮពាក្យសម្ដីដែលពេញដោយក្តីស្រឡាញ់អេមែនពេញដោយព្រះគុណដោយការអត់ទោសពេញដោយសេចក្តីពិតពេញដោយការស្រឡាញ់មកពីព្រះជាម្ចាស់បើសិនបើយើងឃើញតែណាខុសហើយយើងអត់ហ៊ាននិយាយការពិតយើងខ្លាចខូចទំនាក់ទំនងយើងអត់បានស្រឡាញ់គេទេពេលខ្លះយើងថាមិនបាច់និយាយទេនិយាយទៅនងគាត់ខឹងខ្ញុំអានោះជារឿងរបស់គាត់ប៉ុន្តែហើយណាស់បងប្អូនប្រាប់គាត់ដោយក្តីស្រឡាញ់និយាយសេចក្តីពិតទៅកាន់គាត់អេមែនលោកអ្នកបងប្អូនសូមជួយបានគិតជាមួយគ្នាទោះទាំងសេចក្តីស្លាប់ហើយនឹងជីវិតក៏នៅក្នុងអំណាចនៃអណ្ដាតដែរអ្នកណាដែលចូលចិត្តប្រើនោះនឹងស៊ីផលនៃអណ្ដាតនោះឯងកុំភ្លេចយើងទាំងអស់គ្នាសិនតែនិយាយច្រើនយើងនិយាយរាល់ថ្ងៃថាតើយើងចង់ឲ្យពាក្យសម្ដីរបស់យើងនាំសេចក្តីស្លាប់ឬក៏ជីវិតហើយខ្ញុំជឿថាបងប្អូនចង់ឲ្យព្រះអង្គប្រើយើងអេមែនប្រើអណ្ដាតរបស់យើងពាក្យសម្ដីយើងពេញទៅដោយជីវិតកើតឡើងសូមសេចក្តីគិតជាមួយគ្នាមុនយើងបញ្ចប់ឲ្យអធិដ្ឋានតើនៅថ្ងៃនេះព្រះយេស៊ូវចង់ឲ្យខ្ញុំចាប់ផ្ដើមប្រើពាក្យសម្ដីបែបណាសូមលោកអ្នកបងប្អូនបានយកពេលវេលាសេចក្តីគិតមួយគ្នាសូមបានបិទភ្នែកសេចក្តីគិតអំពីសំណួរមួយនេះតើថ្ងៃនេះព្រះយេស៊ូវចង់ឲ្យខ្ញុំចាប់ផ្ដើមប្រើពាក្យសម្ដីបែបណាចាប់ផ្ដើមនៅថ្ងៃនេះបែបណាសូមបានបិទភ្នែកជាមួយគ្នាហើយសេចក្តីគិតនៅសំណួរមួយនេះ